គ្រប់នេះមិនចង់ជឿថាវ៉ែនអាចសាងសង់វាបានភ្លាមៗនោះទេហើយអ្នកអំរើរបស់គាត់រីករាយយ៉ាងខ្លាំងដែលទីបំផុតពួកគេមានកន្លែងមួយដែលអាចហៅថាផ្ទះបានហើយដូច្នេះវ៉ែនដឹងថាវេទមន្តផលិតរបស់គាត់មិនមែនឥតប្រយោជន៍នោះទេអសូដឹងថាវ៉ែនខ្លាំងជាងអ្នកវេទមន្តផលិតធម្មតាហើយវ៉ែនសុំសាងសង់ផ្ទះសម្រាប់អ្នកដែលផ្ដល់សម្ភារៈដែលគាត់ត្រូវការដូច្នេះឌីនិងអសូក៏បញ្ជាឲ្យមនុស្សរបស់គាត់ទៅប្រមូលឈើយ៉ាងលឿនប៉ុន្តែមេភូមិនិយាយថាមនុស្សគ្រប់គ្នានៅក្នុងភូមិត្រូវការជំនួយពីគាត់ព្រោះផ្ទះរបស់ពួកគេស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនដូច្នេះគាត់ក៏ប្រើវេទមន្តរបស់គាត់ដើម្បីសាងសង់ផ្ទះថ្មីសម្រាប់ពួកគេមានការភ្ញាក់ផ្អើលដែលវ៉ែនមានម៉ាណាច្រើនក្នុងការសាងសង់ភូមិថ្មីមួយហើយវ៉ែនបញ្យល់ថាគាត់បានរៀបចំភូមិទៅតាមប្លង់កន្លាចត្រង្គដើម្បីឲ្យភូមិមានរបៀបរៀបរយបន្ទាប់ពីនោះវ៉ែនក៏បានសាងសង់បន្ទប់ទឹកសាធារណៈមួយនៅជាប់នឹងវិមានរបស់គាត់ផងដែរហើយយើងឃើញធាលនិងផឺរៀលកំពុងតែងូតទឹកខណៈដែលពួកគេនិយាយអំពីភាពអស្ចារ្យរបស់វ៉ែននៅល្ងាចនោះវ៉ែនក៏ងូតទឹកដែរហើយគាត់សង្កេតឃើញថាខាំស៊ីនបានឡើងសាច់ដុំដូច្នេះខាំស៊ីនបញ្យល់ថាវាដោយសារតែគាត់បានវឹកហាត់ជាមួយនឹងឌីនិងពួកទាហានរបស់គាត់ស្រាប់តែចូលរួមជាមួយពួកគេដូច្នេះវ៉ែនក៏ព្យាយាមចាកចេញប៉ុន្តែឌីបានខាត់គាត់ហើយនិយាយថាពួកគេត្រូវតែពង្រឹងមិត្តភាពរបស់ពួកគេដោយការងូតទឹករួមគ្នាមួយរយៈក្រោយមកយើងឃើញឌីនិងទាហានរបស់គាត់អាចសាងសង់បន្លាយនៅជុំវិញភូមិរួចរាល់ហើយជំហានបន្ទាប់គឺដាក់ទឹកចូលទៅក្នុងបន្លាយពួកគេធ្វើដំណើរទៅទន្លេក្បែរនោះជាកន្លែងដែលអេស្បាដាបានប្រើវេទមន្តរបស់គាត់ដើម្បីជីកបន្លាយប៉ុន្តែបានប្រវែងតែប្រមាណម៉ែត្រប៉ុណ្ណោះដូច្នេះឌីនិងទាហានរបស់គាត់ក៏បន្តជីកវាខណៈដែលវ៉ែនបង្ហាប់ជ្រុងហើយនឹងបាតរបស់បន្លាយធាលនិយាយថាពួកគេត្រូវជីកបន្លាយឆ្ងាយទៀតមុនពេលពួកគេទៅដល់ភូមិហើយវ៉ែនគិតថាវានឹងចំណាយពេលមួយសប្តាហ៍ប៉ុន្តែពី2ម៉ោងក្រោយមកពួកគេដឹងថាពួកគេជីកបន្លាយជិតទៅដល់ភូមិទៅហើយព្រោះមនុស្សគ្រប់គ្នាជីកញាប់ដូចជាម៉ាស៊ីនដេរវ៉ែនប្រាប់អ្នករាល់គ្នាថាពួកគេគួរតែសម្រាកសិនហើយឌីនៅតែចង់បន្តប៉ុន្តែគាត់ដឹងថាអ្នកផ្សេងទៀតហត់នឿយហើយដូច្នេះគាត់ក៏យល់ព្រមត្រឡប់ទៅវិញនៅថ្ងៃបន្ទាប់យើងឃើញថាពួកគេបានជីកបន្លាយរួចរាល់ហើយពួកគេបានបើកទឹកឲ្យហូរចូលទៅក្នុងបន្លាយដែលអនុញ្ញាតឲ្យទឹកទៅដល់ភូមិប៉ុន្តែវ៉ែនដឹងថាវាអាចនឹងជន់លិចប្រសិនបើមានភ្លៀងធ្លាក់ដូច្នេះគាត់ក៏សម្រេចចិត្តបង្កើតបឹងមួយនៅពីក្រោយភូមិដែលវាក៏នឹងបម្រើជាអាងស្តុកទឹកដែលពួកគេអាចប្រើប្រាស់ក្នុងអំឡុងពេលរាំងស្ងួតផងដែរយើងឃើញវ៉ែននៅពេលដែលគាត់ពង្រឹងជញ្ជាំងដោយលាយថ្មចូលទៅក្នុងដីដើម្បីធ្វើឲ្យវារឹងដូចជាបេតុងប៉ុន្តែគាត់នៅតែមិនពេញចិត្តហើយគាត់ក៏បានបន្ថែមអាវុធនៅខាងលើដូច្នេះពួកគេអាចការពារខ្លួនពីគ្រប់គ្នាដែលអាចនឹងវាយប្រហារពួកគេឌីដឹងថាវ៉ែនបានប្រែក្លាយភូមិទៅជាបន្ទាយហើយគាត់គិតថាចាត់ប៉ានឹងធ្វើឲ្យវ៉ែនក្លាយទៅជាមេដឹកនាំគ្រួសារប្រសិនបើចាត់ប៉ាបានដឹងអំពីថាមពលរបស់វ៉ែនប៉ុន្តែអេស្បាដាមិនយល់ស្របទេហើយពន្យល់ថាថាមពលរបស់វ៉ែនគឺល្អឥតខ្ចោះសម្រាប់ការការពារប៉ុន្តែវាមិនស័ក្តិសមសម្រាប់វាយលុកឡើយពួកគេចាប់ផ្ដើមប្រកែកគ្នាប៉ុន្តែវ៉ែនបានខាត់ពួកគេហើយពន្យល់ថាពួកគេគ្រាន់តែត្រូវធ្វើអ្វីជាមួយនឹងថាមពលដែលពួកគេមានព្រោះការខកចិត្តចំពោះទេវសាស្ត្ររបស់ពួកគេនឹងមិនផ្ដល់ផលល្អដល់ពួកគេទេធាលយកអាហារឲ្យវ៉ែនហើយនាងរីករាយដែលគាត់ចូលចិត្តវាប៉ុន្តែនាងនិយាយថានាងមានការព្រួយបារម្ភព្រោះពួកគេមិនមានគ្រឿងផ្សំច្រើននៅទីនេះទេអេស្បាដាបញ្យល់ថាពួកគេត្រូវតែធ្វើអ្វីមួយអំពីប្រាក់ចំណូលរបស់ភូមិហើយគាត់បញ្ជាក់ថាពួកគេគ្មានទំនាក់ទំនងទេប៉ុន្តែវ៉ែនគិតថារឿងនេះល្អព្រោះដំណាំនៅក្នុងភូមិគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពួកគេទាំងអស់គ្នាហើយអេស្បាដានិយាយថាពួកគេមិនមានគ្រឿងផ្សំសម្រាប់បង្អែមដែលវ៉ែនចូលចិត្តទេដូច្នេះវ៉ែនក៏ផ្លាស់ប្ដូរចិត្តភ្លាមៗហើយគិតថាពួកគេគួរតែបង្កើតអ្វីមួយដែលភូមិអាចលក់បានបន្ទាប់ពីនោះអ្នកផ្សងព្រេងម្នាក់ចង់សាកល្បងអាវុធដែលវ៉ែនបានបង្កើតហើយបង្ហាញខែលរបស់គាត់ទៅវ៉ែនខណៈដែលគាត់អួតអំពីភាពធន់របស់វាដូច្នេះវ៉ែនក៏បញ្ជាឲ្យខាំស៊ីនវាយប្រហារដោយប្រើដាវរបស់គាត់ប៉ុន្តែខាំស៊ីនមិនចង់ធ្វើឲ្យខូចដាវនោះទេព្រោះវ៉ែនបានឲ្យវាមកគាត់ដូច្នេះគាត់គ្រាន់តែប្រើដាវនោះគោះលើខែលស្រាលប៉ុន្តែវានៅតែកាត់ខែលដាច់ជាពីរយ៉ាងងាយស្រួលហើយអ្នកផ្សងព្រេងនោះចាប់ផ្ដើមយំដូច្នេះវ៉ែនក៏ប្រើវេទមន្តរបស់គាត់ជួសជុលវាយ៉ាងលឿនអសូបង្ហាញរ៉ែដែលគាត់អាចប្រមូលបានទៅពួកគេហើយបញ្យល់ថាគាត់បានរកឃើញវានៅជើងភ្នំក្បែរនេះដោយបង្ហាញថាគាត់ថែមទាំងទទួលបានរ៉ែមិត្តស្រៀលផងដែរអសូគិតថាគ្មាននរណាម្នាក់មករករកវាទេព្រោះវាស្ថិតនៅក្នុងតំបន់ដាច់សញ្ញាដូច្នេះវ៉ែនគិតថាវាច្បាស់ជាពោពេញទៅដោយធនធានហើយគាត់ក៏ប្រើវេទមន្តរបស់គាត់ដើម្បីប្រែក្លាយរ៉ែដែកទៅជាប្លុកមួយអ្នកផ្សងព្រេងនោះបានសុំឲ្យវ៉ែនប្រើវាបង្កើតដាវពីរដូច្នេះវ៉ែនក៏ផ្ដោតទៅលើការធ្វើឲ្យដាវទី1មុតខ្លាំងតាមដែលអាចធ្វើទៅបានហើយដាវទី2គឺជាដាវដែលវែងដែលគាត់គិតថាវាលយប៉ុន្តែអ្នកផ្សងផ្សេងទៀតក៏សុំឲ្យវ៉ែនបង្កើតដាវសម្រាប់ពួកគេផងដែរព្រោះពួកគេដឹងថាគុណភាពនៃការងាររបស់វ៉ែនគឺពិតជាអស្ចារ្យគាត់យល់ព្រមធ្វើវាដែលឥតគិតថ្លៃហើយភើរៀលនិយាយថាគាត់អាចរកលុយបានច្រើនដោយប្រើវេទមន្តរបស់គាត់ប៉ុន្តែនៅពេលដែលអេស្បាដាសម្លឹងមើលរ៉ែមិត្តស្រៀលគាត់គិតថាលាងបិសាចមួយប្រកាសជាបានលេចឡើងនៅក្បែរនេះអេស្បាដាបញ្យល់ថាមនុស្សជាច្រើននឹងប្រមូលផ្ដុំគ្នានៅភូមិរបស់ពួកគេប្រសិនបើពួកគេរកឃើញឡាងបិសាចព្រោះហ្គីលនឹងបើកសាខាសម្រាប់អ្នកផ្សងព្រេងដែលនឹងចូលទៅក្នុងឡាងបិសាចដើម្បីរកប្រាក់ប៉ុន្តែគាត់ដឹងថាពួកគេមិនទាន់ត្រៀមខ្លួនស្វាគមន៍ហ្គីលនៅឡើយទេព្រោះពួកគេខ្វះខាតធនធានដើម្បីគ្រប់គ្រងហ្គីលហើយវ៉ែនបារម្ភថានគរជិតខាងអាចនឹងព្យាយាមដណ្ដើមយកឡាងបិសាចពីពួកគេវ៉ែនបន្ថែមថាគាត់ជាកូនសម្អប់របស់គ្រួសារដូច្នេះគាត់នឹងត្រូវបានបញ្ជូនទៅកន្លែងផ្សេងប្រសិនបើឪពុករបស់គាត់ដឹងថាភូមិនេះមានតម្លៃ
ប៉ុន្តែអ្នកផ្សងព្រេងសម្រាប់ចិត្តជៀសវាងឡាងបិសាចរហូតដល់វ៉ែនពង្រីកភូមិដូច្នេះវានឹងកាន់តែពិបាកសម្រាប់គ្រួសាររបស់វ៉ែនក្នុងការជ្រៀតជ្រែកបន្ទាប់ពីនោះអ្នកភូមិមានការភ័យសន្ស្លោនៅពេលដែលពួកគេឃើញសត្វបង្គួយយក្សកំពុងតែសម្ដៅមករកភូមិដូច្នេះវ៉ែនក៏បញ្ជាឲ្យពួកគេលើកស្ពានឡើងហើយប្រាប់ពួកគេថាពួកគេត្រូវតែធ្វើការរួមគ្នាដើម្បីការពារភូមិពួកគេរៀបចំអាវុធហើយខំស៊ីននិយាយថាអ្នកផ្សងព្រេងមិននៅនោះទេប៉ុន្តែធៀលមិនចង់ឲ្យវ៉ែនឃើញសមរភូមិឡើយដូច្នេះវ៉ែនក៏បញ្ជាឲ្យឌីរាយការណ៍ពីអ្វីដែលកំពុងកើតឡើងឌីឃើញថាមានបង្គួយយក្សចំនួន40ក្បាលហើយគាត់ក៏ចាប់ផ្ដើមភ័យព្រោះគាត់ដឹងថាសូម្បីតែទាហានចាស់ភាសាក៏ពិបាកសម្រាប់បង្គួយយក្សតែមួយក្បាលដែរហើយគាត់បានបញ្ជាឲ្យមនុស្សគ្រប់គ្នាបាញ់ព្រួញធំគ្រាប់ព្រួញទាំងនោះអាចទម្លុះស្បែករបស់បង្គួយយក្សបានហើយឌីមិនចង់ជឿថាអាវុធរបស់វ៉ែនមានថាមពលខ្លាំងបែបនេះទេពួកគេអាចកម្ចាត់បង្គួយយក្សរលកទី2បានប៉ុន្តែមនុស្សគ្រប់គ្នាមានការព្រួយបារម្ភនៅពេលដែលពួកគេអស់គ្រាប់ព្រួញវ៉ែននឹកឃើញពីរឿងដែលដាវឈើដែលគាត់បានបង្កើតអាចកាត់ខែលដាច់ជាពីរបានដូច្នេះគាត់ក៏បញ្ជាឲ្យឌីប្រើគ្រាប់ព្រួញឈើរបស់ពួកគេពួកទាហានគិតថាវាមិនបានផលនោះទេប៉ុន្តែឌីសម្រេចចិត្តទុកចិត្តវ៉ែនហើយបញ្ជាឲ្យគ្រប់គ្នាបាញ់គ្រាប់ព្រួញឈើគ្រាប់ព្រួញឈើបង្ហាញថាមានប្រសិទ្ធភាពដូចគ្នាដូច្នេះពួកគេក៏អាចកម្ចាត់បង្គួយយក្សទាំងអស់បានហើយវ៉ែនសប្បាយចិត្តដែលគ្មាននរណាម្នាក់រងរបួសបន្ទាប់ពីនោះអសូបង្រៀនអ្នកភូមិពីរបៀបវះសាច់បង្គួយយក្សហើយវ៉ែនដឹងថាពួកគេមានសាច់បង្គួយយក្សច្រើនដូច្នេះគាត់ក៏សម្រេចចិត្តរៀបចំពិធីជប់លៀងជាមួយនឹងមនុស្សគ្រប់គ្នាអ្នកផ្សងព្រេងញ៉ាំសាច់យ៉ាងឆ្ងាញ់ហើយអសូមិនភ្ញាក់ផ្អើលទេដែលគ្រាប់ព្រួញទាំងនោះអាចសម្លាប់បង្គួយយក្សបានព្រោះពួកវាត្រូវបានផលិតចេញពីវត្ថុធាតុដើមដូចគ្នាទៅនឹងអាវុធរបស់ពួកគេដែរប៉ុន្តែឌីបានលឺពួកគេហើយពួកទាហានក៏បានសុំឲ្យវ៉ែនធ្វើដាវសម្រាប់ពួកគេផងដែរអសូនិយាយថាពួកគេអាចរកលុយបានច្រើនដោយការលក់សាច់បង្គួយយក្សហើយវ៉ែនដឹងថាពួកគេអាចទទួលបាន300កាក់មាសដោយការលក់សាច់បង្គួយយក្សដែលពួកគេមានប៉ុន្តែអេស្ប៉ាដាបញ្យល់ថានៅពេលដែលទីក្រុងមួយរកបានកាក់មាសលើសពី100ពួកគេត្រូវបង់ពន្ធ 50% របស់ចាល់ប៉ាហើយវ៉ែនមិនចង់ឲ្យចាល់ប៉ាដឹងថាភូមិនេះកំពុងតែដំណើរការល្អនោះទេដូច្នេះអេស្ប៉ាតានិយាយថាពួកគេអាចអនុញ្ញាតឲ្យមឺសៀទទួលយកក្រេឌីតទាំងអស់ហើយវ៉ែនគិតថាវាជាគំនិតដ៏ល្អព្រោះវានឹងផ្ដល់អត្ថប្រយោជន៍ដល់ពួកគេទាំងពីរនៅថ្ងៃបន្ទាប់ឈ្មោះ Bell ហើយនិង Rango បានធ្វើដំណើរមកដល់ភូមិប៉ុន្តែពួកគេភ្ញាក់ផ្អើលពេលឃើញថាវាខុសពីមុនឆ្ងាយហើយ Van បានបង្ហាញសម្ភារៈដែលពួកគេអាចទទួលបានពីបង្គោលយក្សទៅឈ្មោះទាំងពីរនាក់នោះពួកគេសម្រេចចិត្តទិញវាប៉ុន្តែពួកគេសួរ Van ថាតើគាត់អាចរងចាំប្រហែល1ខែបានទេព្រោះវានឹងត្រូវការពេលវេលាដើម្បីដឹកជញ្ជូនរបស់គ្រប់យ៉ាង Van ប្រាប់ពួកគេថាគាត់គ្មានបញ្ហាទេប៉ុន្តែគាត់ដឹងថាសាច់នឹងត្រូវស្អុយខូចដូច្នេះគាត់ក៏សម្រេចចិត្តឲ្យសាច់មួយចំណែកទៅពួកគេដោយឥតគិតថ្លៃគាត់ប្រាប់ពួកគេថាភូមិនេះក៏មានអាវុធសម្រាប់លក់ដែរហើយគាត់បង្ហាញអាវុធដែលគាត់បានផលិតទៅពួកគេទាំងពីរប៉ុន្តែគាត់សង្កេតឃើញថាពួកគេចង់ផ្ដាច់មុខវាព្រោះពួកគេមិនចង់ជួយគាត់ផ្សព្វផ្សាយវាដូច្នេះគាត់បញ្ជាក់ថាមនុស្សគ្រប់គ្នានឹងដឹងថាអាវុធទាំងនេះត្រូវបានផលិតនៅឯណាព្រោះ Bell និង Rango តែងតែធ្វើដំណើរតាមផ្លូវដដែលហើយគាត់ប្រាប់ពួកគេឲ្យបើកហាងនៅក្នុងភូមិពួកគេទាំងពីរហាក់ដូចជាពេញចិត្តគំនិតរបស់គាត់ដូច្នេះគាត់ក៏សាងសង់ហាងមួយឲ្យពួកគេហើយប្រាប់ពួកគេថាគាត់ទន្ទឹងរង់ចាំធ្វើជំនួញជាមួយនឹងពួកគេបន្ទាប់ពីនោះអេស្ប៉ាដាប្រាប់វ៉ែនថាពួកគេគួរតែសាងសង់ទីក្រុងបន្ទាយមួយដែលអាចផ្ទុកមនុស្សបាន 10000 នាក់ហើយគាត់និយាយថាបន្ទាយជាធម្មតាមានរាងការ៉េប៉ុន្តែវ៉ែនមានគម្រោងសាងសង់បន្ទាយជារាងផ្កាយហើយគាត់បញ្យល់ថាវាជាការឌីហ្សាញដ៏ល្អបំផុតសម្រាប់ការការពារប៉ុន្តែរំពេចនោះទាហានម្នាក់បានមករាយការណ៍ថាអ្នកនាំសារម្នាក់មកពី Count Ferdinand ដែលនៅជិតខាងពួកគេបានមកដល់វ៉ែនបានជួបនឹង Viscountess Panamera ហើយនឹងក្មេងស្រីម្នាក់ឈ្មោះ Arot ដែលបានណែនាំខ្លួនជាកូនស្រីពៅរបស់ Count Ferdinandវ៉ែនគិតថាពួកគេទាំងពីរមកទីនេះដើម្បីស៊ើបអង្កេតនិងយកឈ្នះចិត្តគាត់ដូច្នេះ Panamera ក៏ប្រាប់គាត់ថាគាត់និយាយត្រូវហើយបញ្ជាក់ថា Count Ferdinand មានការប្រុងប្រយ័ត្នចំពោះគាត់វ៉ែនបញ្យល់ថាគាត់មិនមែនជាការគំរាមកំហែងដល់ពួកគេទេព្រោះគាត់ទើបតែត្រូវបានចាល់ប៉ានិរទេសខ្លួនមកភូមិនេះប៉ុន្តែ Panamera គិតថាគាត់កំពុងកុហកព្រោះគាត់បានប្រែក្លាយភូមិនេះទៅជាមន្ទីរនាងគិតថាទាហានរាប់ពាន់នាក់ត្រូវបានបញ្ជូនមកជាមួយនឹងគាត់ដើម្បីសាងសង់មន្ទីរនេះប៉ុន្តែគាត់សាយដាក់នាងហើយប្រាប់នាងថានាងយល់ច្រឡំហើយគាត់ប្រាប់នាងថាមានតែខំស៊ីនម្នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនមកចូលរួមជាមួយគាត់ហើយគាត់បញ្ជាក់ថាសមាជិកគ្រួសាររបស់គាត់មិនបានសូមបីទៅជួលដំណើរគាត់ប៉ុន្តែប៉ាណាមេរ៉ានៅតែមិនជឿគាត់ហើយសូមឲ្យគាត់បញ្យល់ពីការផ្លាស់ប្ដូររបស់ភូមិគាត់នាំនាងចេញទៅខាងក្រៅជាកន្លែងដែលគាត់បង្ហាញនាងពីរបៀបដែលថាមពលរបស់គាត់ដំណើរការប៉ុន្តែគាត់បញ្យល់ថាគាត់ត្រូវបានបណ្តេញចេញពីវិមានព្រោះឪពុករបស់គាត់គិតថាគាត់គ្មានប្រយោជន៍ប៉ាណាមេរ៉ាដឹងថាគាត់កំពុងនិយាយការពិតហើយនាងបង្ហាញថានាងត្រូវបានបញ្ជាឲ្យបកគលអារ៉ុតឲ្យរៀបការជាមួយនឹងវ៉ែនដើម្បីកុំឲ្យគាត់ធ្វើអ្វីអាក្រក់ទៅលើទឹកដី Count Ferdinand ប៉ាណាមេរ៉ាបាននិយាយថាដំបូងឡើយនាងមិនចង់ឲ្យអារ៉ុតជាប់ពាក្យទេប៉ុន្តែឥឡូវនេះនាងចង់ឲ្យអារ៉ុតរៀបការជាមួយនឹងវ៉ែនព្រោះនាងដឹងថាវ៉ែនមានសមត្ថភាពខ្លាំងប៉ាណាមេរ៉ាប្រាប់អារ៉ុតថានាងនឹងមិនរកបានបរិះណាដែលល្អជាងនេះទេប៉ុន្តែវ៉ែននិយាយថាពួកគេគួរតែចំណាយពេលគិតអំពីរឿងនេះសិនហើយប៉ាណាមេរ៉ាប្រាប់គាត់ថាពួកគេនឹងគេងមួយយប់នៅក្នុងភូមិប៉ាណាមេរ៉ាប្រាប់អារ៉ុតឲ្យគេងក្បែរវ៉ែនប៉ុន្តែអារ៉ុតបដិសេធមិនធ្វើបែបនោះទេហើយវ៉ែនសម្រេចចិត្តសាងសង់ផ្ទះសំណាក់មួយសម្រាប់ពួកគេខណៈដែលពួកគេញ៉ាំអាហារជាមួយគ្នាវ៉ែនបានសួរអារ៉ុតអំពីរបស់ដែលនាងចូលចិត្តដូច្នេះនាងក៏បង្ហាញថានាងចូលចិត្តរបស់ cute ហើយបញ្ជាក់ថានាងអាចបង្ហាញតុក្កតារបស់នាងទៅគាត់បាន
បន្ទាប់ពីនោះ Espada និយាយថារត់ប្រហែលជាមិនមែនជាអ្នកវេទមន្តធាតុទេព្រោះឪពុករបស់នាងបានបញ្ជូននាងមករៀបការដូច្នេះវ៉ែនដឹងថារត់ក៏ត្រូវបានបណ្តេញចេញពីវិមានរបស់នាងដែរហើយគាត់ចង់ឲ្យនាងមានជីវិតល្អនៅក្នុងភូមិប៉ុន្តែមេរ៉ានិយាយថាពួកគេគួរតែស្នាក់នៅក្នុងភូមិពី3ថ្ងៃហើយរត់ចង់ជួបនឹងវ៉ែនម្ដងទៀតព្រោះនាងចូលចិត្តនិយាយជាមួយនឹងគាត់